ជំរាបសួរលោកគ្រូហើយជំរាបសួរអ្នកនរគ្នាខ្ញុំឈ្មោះមានបណ្ឌិតហើយនឹងខ្ញុំមកបង្ហាញពី hardware កុំព្យូទ័រដែលប្រើ command នៅលើ Linux យើងជំនាញដំបូងយើងទៅបើក terminal បន្ទាប់មកមុននឹងធ្វើមុននឹងចូលឆែកមើលគឺយើងត្រូវ run update version យើងវាយ command sudo update sudo apt បន្តមកទៀតយើងវាយ password បន្ទាប់ពីវាដាក់ហើយយើងទៅ run មើល CPU ហើយដើម្បីឆែកមើល CPU គឺយើងប្រើ command ls cpu នេះគឺវាបង្ហាញយើងមកហើយ CPU មាន32 bit និង64 bit ចឹងដែរបន្តមកទៀតយើងឆែកទៅលើ task manager គឺយើងវាយ command xtop ដោយសារយើងអត់ទាន់មានxtop ទេយើងត្រូវ install xtop យើងវាយ command sudo apt install xtop បន្ទាប់ពីវា run install ហើយយើងឆែកមើល xtop ម្ដងទៀតយើងវាយ command xtop យើងថាគឺវាចេញមកកន្លែងសំខាន់គឺ PID យើងចុច Ctrl C ដើម្បីយើងឆែកមើលបន្តទៀតហើយបន្តមកទៀតគឺយើងឆែកមើលលើ RAM យើងវាយ command free.x ថាមកនេះ RAM របស់ខ្ញុំគឺមាន 4GB វាបង្ហាញតែ 3.8 សារវាកាត់ 1GB យើងបន្តទៀតយើងឆែកទៅលើ SSD របស់ម៉ាស៊ីនយើងវាយ command df df.8 សម្រាប់ storage របស់យើងគឺមាន 132GB យើងប្រើអស់ 9GB សល់ 116GB ទៀតបន្តមកទៀតយើងឆែកទៅលើ command signature ហើយយើងប្រើ command ls យើងប្រើ command ls blk តើមកវាចេញជាលក្ខណៈ structure របស់យើងបែបនេះហើយបន្តមកទៀតគឺយើងចង់ឆែកមើលទៅលើ IP អញ្ចឹង IP យើងប្រើ command IP a ថាហើយ IP ដែល laptop របស់ខ្ញុំចាប់បានគឺនេះ 172.20.10.2/28 ហើយមួយទៀតយើងអាចវាយ command hostname .i កន្លែងហ្នឹងក៏វា show IP ដូចគ្នាហើយបន្តមកទៀតគឺខ្ញុំឆែកមើលប្រសាសន៍របស់ Ubuntu ថាវាដំណើរការនៅលើអីខ្លះដោយប្រើ command ps aux ហើយពីច្រើនកន្លែងនេះគឺគេអត់សូវមើលទេគឺគេមើលទៅលើ xtop អញ្ចឹងយើងវាយ command xtop ម្ដងទៀតកន្លែងសំខាន់ដែលគេត្រូវមើលគឺ PID ហើយ command ដែលយើងត្រូវប្រើបន្ទាប់គឺ ps a ទាំងប៉ុណ្ណឹងបន្តមកទៀតគឺយើងឆែកទៅមើល
cứ chơi trong reboot hay là YouTube của dân bài của mình sudo shutdown đó đó là chuyện thế cứ viên thôi ca reboot YouTube bây giờ đấy nó chăm đi cho một bệnh bài password cho bây giờ mình biết cứ dân từ và comment trong khỏi cứ và đầm bày bật YouTube shutdown YouTube bây giờ cứ dân và comment sudo shutdown shutdown nào và mình nhấn dân phờ làm bài bật YouTube dân từng môn nguyên thá dân bài password chốt nguyên thá thì mắc cứ viên với ca shutdown hay smap ca nghe về đến cứ miền đất thầm nắng chẳng ấy áo con bức